នារីរូបណាស់ដែលថាមិនចង់ស្អាតចង់ខ្ញុំមកធ្វើវីដេអូមួយដើម្បីចែករំលែកពីបទពិសោធន៍របស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នានេះគឺជាស្បែកមុខរបស់ខ្ញុំនៅកំឡុងខែ10ឆ្នាំ2025គ្រាន់តែជីកប៉ះខ្យល់ដែលមានជាដំបិលភ្លាមស្បែករបស់ខ្ញុំចាប់ផ្ដើមឡើងកទួលទាំងដែលមុននឹងរៀបស្មើល្អសោះមិនត្រឹមតែប៉ុណ្ណឹងទេទាំងអស់គ្នាពេលដែលផាត់មុខគឺអត់ចូលទេគឺនៅដដែលនឹងហ្មងម្សៅទាំងប៉ុន្មានចេញមកទាំងអស់តាមហេតុដោយសារឆ្នាំ2020ខ្ញុំចាប់ផ្ដើមផ្ដាច់ផលិតផលមានជាតិកាត់ហើយវាធ្វើឲ្យស្បែកខ្ញុំរោលខ្លាំងមែនតើដោយសារតែខ្ញុំអត់យល់ពីរបៀបផ្ដាច់ផលិតផលគឺខ្ញុំផ្ដាច់យកតែម្ដងពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំតែងតែរិះរកនិងស្វែងយល់ពីស្បែកមុខរបស់ខ្លួនឯងដើម្បីថែរក្សានិងព្យាបាលស្បែករបស់ខ្ញុំឡើងវិញខ្ញុំចំណាយទាំងពេលវេលាហើយនិងថវិកាដើម្បីព្យាបាលស្បែកមុខរបស់ខ្លួនឯងក្នុងនោះផងដែរខ្ញុំក៏មានលក់ផលិតផលដែលខ្ញុំប្រើខ្លួនឯងឃើញផលផ្ទាល់ហើយវាក៏មានតម្លៃសមរម្យដែលអ្នកទាំងអស់គ្នាអាចទិញយកទៅសាកល្បងបានអ្នកទាំងអស់គ្នាដឹងហើយថារបស់ដែលមិនមានជាតិកាត់ឬគឺត្រូវការប្រើពេលវេលាយូរខែយូរឆ្នាំទៅបានផលពិសេសនោះគឺការព្យាបាលស្នាមជួមហើយនិងស្នាមជ្រីងជ្រួញដោយសារ៉ូមដបពណ៌ខ្មៅដែលខ្ញុំបង្ហាញពីមុខខាងលើហ្នឹងខ្ញុំមិនមែនទៅតែប្រើទេគឺខ្ញុំប្រើរយៈពេល1ឆ្នាំហើយប៉ុន្តែទៅតែ1ឆ្នាំបន្ទាប់ទេដែលខ្ញុំឃើញថាវាឲ្យផលច្រើនមែនទែនមកលើស្បែករបស់ខ្ញុំសម្រាប់ខ្ញុំផលចំណេញដែលខ្ញុំចង់បានពីការលក់ផលិតផលវាអត់ស្មើនឹងចិត្តដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្អាតទេខ្ញុំមកនេះគឺដើម្បីចែករំលែកអ្នកទាំងអស់គ្នាជាជាងការលក់ដូររបស់ខ្ញុំលុយណាក៏ចង់បានដែរប៉ុន្តែខ្ញុំសុំមិនលក់អត់ដងវត្តរបស់ខ្លួនឯងទេហើយនេះគឺជាស្បែកមុខរបស់ខ្ញុំបច្ចុប្បន្នដែលកើតឡើងចេញពីការខិតខំប្រឹងប្រែងថែរក្សារបស់ខ្ញុំហើយខ្ញុំក៏មិនមែនជាមនុស្សដែលមានលុយច្រើនចំណាយលើ skin care ណាដែរគឺខ្ញុំប្រើសមល្មមប៉ុន្តែក៏អាចទទួលបានផលជាវិជ្ជមានជាច្រើនកន្លងមកតាំងពីការព្យាបាលស្នាមជ្រួញហើយនិងបញ្ហាជាំអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបើសិនជាចង់អារម្មណ៍ផលិតផលរបស់ខ្ញុំក៏អាចឆាតមកខ្ញុំបានអរគុណ